នេះគឺជាសាច់រឿងមួយដែលបានកើតឡើងកាលដែលតាសាទជាមួយនឹងអ្នកភូមិឯទៀតបានជំនឿហ្វូងគោពីក្នុងភូមិទៅភូមិផ្សេងទៀតដែលមានចម្ងាយឆ្ងាយហើយក៏បានសាងសង់រោងស្នាក់នៅចំកន្លែងភូមិខ្មោចតៃហោងកុំឲ្យអស់បន្លាយពេលវេលាយូរឥឡូវយើងចូលទៅកាន់សាច់រឿងតែម្ដងនៅក្នុងរដូវប្រាំងក្តៅហួតហែងក្រោយពេលដែលមិនមានភ្លៀងធ្លាក់ជាច្រើនខែវាស្រែនៅក្បែរផ្ទះក៏ចាប់ផ្ដើមផ្សត់ស្មៅសម្រាប់ប្រឡែងហ្វូងគោឲ្យស៊ីជាប្រចាំថ្ងៃដោយសារនៅក្នុងឆ្នាំនោះអាកាសធាតុក្តៅខ្លាំងហើយមិនមានភ្លៀងកក់ខែផងនោះទើបធ្វើឲ្យស្មៅដុះមិនទាន់ទៅតាមតម្រូវការហ្វូងគោដែលមានចំនួនរាប់រយក្បាលស៊ីជាប្រចាំដោយនេះអ្នកភូមិក៏សម្រេចចិត្តបបួលគ្នាជំនះហ្វូងគោពីក្នុងភូមិដើម្បីឃ្វាលពួកវាទៅភូមិផ្សេងដែលមានចម្ងាយឆ្ងាយពីភូមិហើយទីវាលដែលត្រូវបំលាស់ទីនោះគឺត្រូវធ្វើដំណើរប្រហែល2ទៅ3ថ្ងៃទើបទៅដល់ដោយនេះបងប្អូនត្រូវក្រោកពីងងឹតដើម្បីគៀងហ្វូងគោចេញពីផ្ទះរៀងៗខ្លួនរួចប្រមូលប្រោគ្នាជាហ្វូងគោមួយយ៉ាងធំហើយដេញតម្រង់ទៅទីវាលមួយនោះនឹងឲ្យពូវាស៊ីស្មៅនៅតាមផ្លូវបណ្ដើរផងដែរដល់ម៉ោងប្រហែលជា11ថ្ងៃត្រង់ពួកគាត់ក៏ដើរបានរៀងឆ្ងាយគួរសមដែររួចក៏សម្រេចចិត្តឈប់សម្រាកនៅក្រោមលប់ឫស្សីសិននឹងឲ្យហ្វូងគោផឹកទឹកផងពេលនោះពួកគាត់ក៏នាំគ្នាស្រែបង្វិចបាយយកមកហូបជុំគ្នាទៅតាសាទបាននិយាយទៅកាន់អ្នកភូមិអ្នកដែលមានវ័យចូលរៀងចំណាស់ជាងគេហើយគាត់នោះមានឈ្មោះថាតាវឿនគាត់និយាយថាអ៊ំវឿនយើងមកបានរៀងឆ្ងាយគួរសមហើយហូបបាយរួចយើងសម្រាប់1ម៉ោងសំចេញដំណើរទៀតអ៊ំគិតមិនដែរលោកតាម្នាក់នោះងើយមើលថ្ងៃរួចតបមកកាន់តាសាទថាឥឡូវម៉ោង11បើចេញដំណើរ1ម៉ោងក្រោយគឺម៉ោង12គាត់ហើយមិនល្អទេសាទព្រោះម៉ោងនេះបើតាមចាស់ពីបុរាណមកនិយាយថាគឺជាម៉ោងខ្មោចចេញរកស៊ីហើយអញ្ចឹងចាំម៉ោង12កន្លះចាំយើងចេញដំណើរទៅហើយបើយកកន្លែងណានាំគ្នាសម្រាប់កន្លែងហ្នឹងទៅតាសាទងក់ក្បាលដោយយល់ស្របនៅសម្ដីរបស់គាត់ដោយការគោរពព្រោះគាត់ជាចាស់ប្រតិចារក្នុងភូមិម្នាក់ដែរនៅពេលដែលពួកគាត់ហូបបាយរួចរាល់ហើយនោះក៏នាំគ្នាសម្រាប់រហូតដល់ម៉ោង12កន្លះទើបនាំគ្នាគៀងហ្វូងគោបន្តដំណើរទៅមុខទៀតដំណើរចេះតែឆ្ពោះទៅមុខរហូតដល់ក្បាលប្រឡប់ទៅពួកគាត់រកកន្លែងឈប់សម្រាករួចក៏ចាប់មេគោចងជាមួយនឹងដើមឈើរីឯចំណែកកូនរបស់វាគឺពួកគាត់ប្រឡែងឲ្យស៊ីនៅក្បែរមេរបស់វានឹងឯងបន្ទាប់ពីរៀបចំចងគោរួចរាល់ហើយនោះពួកគាត់ក៏ចាប់ផ្ដើមបង្កាត់ភ្លើងដាំបាយនិងធ្វើម្ហូបមានផ្អកប្រហុកត្រីងៀតដែលពួកគាត់បានវិចមកពីផ្ទះនិយាយទៅពួកគាត់គឺបានត្រៀមនៅគ្រឿងក្រៅហូបចុករួចរាល់អស់ហើយព្រោះតាមផ្លូវធ្វើដំណើរគឺមានការនឿយហត់ណាមួយគោលដៅរបស់ពួកគាត់ដែលធ្វើខ្ទមស្នាក់នៅកន្លែងដែលត្រូវប្រឡែងគោនោះគឺមានរយៈពេលយូរដូច្នេះគឺត្រូវត្រៀមស្បៀងទៅតាមខ្លួនដែលបានច្រើនព្រោះមិនមែនងាយស្រួលទៅមកឯណាទីនោះគឺមានចម្ងាយឆ្ងាយពីភូមិខ្លាំងណាស់ដូចខ្ញុំបានបញ្ជាក់នៅខាងលើអញ្ចឹងនៅពេលដែលហូបបាយរួចរាល់ហើយតាក៏អង្គុយហូបស្រាថ្នាំជុំគ្នាលេងជជែកពីនេះពីនោះដោយបងប្អូនបានដឹងហើយចាស់នៅពេលដែលពួកគាត់រួចដែរពីការងារហើយនោះគឺពួកគាត់ចូលចិត្តដកមេលេងជុំគ្នាអីអញ្ចឹងទៅមិនមែនថាគាត់ហូបដល់ស្រវឹងជោគអីនោះទេគ្រាន់តែគាត់ហូបឲ្យតសៃដើរស្រួលនិងសម្រាប់លក់ស្រួលតែប៉ុណ្ណោះតាវឿននិយាយទៅកាន់តាសាទថាសាទឯងចេះគិតគូរជាងគេចាំពេលទៅដល់កន្លែងសង់ខ្ទមស្នាក់នៅដែលយើងត្រូវចាប់ទីតាំងប្រឡែងគោនោះសាទឯងមើលក្មេងៗកុំឲ្យធ្វើអីផ្លេសផ្ដាស់ព្រោះកន្លែងណាក៏ដូចជាកន្លែងណាដែរគឺតែមានគេនៅថែរក្សាហើយណាមួយយើងមិនសូវស្គាល់ភូមិសាស្ត្រគេច្បាស់លាស់ផងនោះអញ្ចឹងចេះតែប្រយ័ត្នទៅតាសាទងើក្បាលរួចឆ្លើយបាទលោកអ៊ំខ្ញុំយល់ហើយតាវឿនបន្តថានឹងហើយសាទដោយសារអ៊ំមើលទៅក្មេងៗមានតែសាទឯងទេដែលមានចរិតចាស់ទុំជាងគេអញ្ចឹងបានជាអ៊ំផ្ដែផ្ដាំមកឲ្យជួយមើលអ៊ំទៅនិយាយរួចពួកគាត់ក៏អង្គុយនិយាយគ្នាលេងរហូតដល់យប់ជ្រៅបន្តិចទើបដាក់វេនគ្នាចូលសម្រានព្រោះបើសិនជាពួកគាត់ចូលសម្រានទាំងអស់គ្នាគឺមិនមានអ្នកនៅចាំមើលហ្វូងគោនោះទេអ្វីបើមេរបស់វាត្រូវចាប់ចងហើយក៏ដោយប៉ុន្តែកូនរបស់វាអាចនឹងផ្អើលទៅណាទៅណីឬមានពួកចៅមកលួចគៀងយកទៅបាត់អីអញ្ចឹងទៅដោយនេះពួកគាត់ត្រូវដាក់វេនគ្នាឡើងយាមនិងដុតភ្លើងភ្នក់ដេញមុខផងដល់ម៉ោងប្រហែលជា5នាទីភ្លឺទើបពួកគាត់ក្រោកឡើងដើម្បីដាំបាយហូបរួចក៏បន្តដំណើរទៅមុខទៀតពួកគាត់ចិត្តតែធ្វើបែបនេះរហូតពីថ្ងៃក្រោយទើបទៅដល់គោលដៅគាត់និយាយថាទីកន្លែងនោះគឺពិតជាអំណោយផលសម្រាប់ហ្វូងគោខ្លាំងណាស់ព្រោះសម្បូរទៅដោយស្មៅដុះក្រាស់ៗនិងមានទឹកត្រពាំងនៅទីនោះផងដែរនៅពេលដែលពួកគាត់ទៅដល់ទីនោះម៉ោងទើបតែ2រសៀលប៉ុណ្ណោះអ្នកភូមិទាំងអស់គ្នាក៏ប្រញាប់ប្រញាល់នាំគ្នាសាងសង់រោងស្នាក់នៅលើទីទួលមួយកន្លែងម្នាក់ចែកការងារគ្នាធ្វើអ្នកខ្លះទៅកាប់ដើមឈើមកធ្វើជាសសររោងខ្លះទៀតទៅកាប់ឫស្សីនិងស្លឹកត្នោតមកប្រក់ជាដំបូលអីអញ្ចឹងទៅដោយសារធ្វើស្រោះដៃគ្នារោងនោះពួកគាត់ធ្វើប្រហែលជា2ទៅ3ម៉ោងក៏រួចបាត់ទៅហើយគ្រាន់តែថាវាមិនល្អគ្រប់ជ្រុងជ្រោយនោះទេដំបូលនោះជាជាងគឺបាត់បានត្រឹមតែ8ទៅ90%តែប៉ុណ្ណោះហើយបើសិនជាមានភ្លៀងគឺប្រកាសជាសាយមិនខានតែដោយសារពួកគាត់អាងថាជាខែប្រាំងពងនោះទើបធ្វើយកល្មមទៅយ៉ាងណាក៏ប្រសើរជាងនៅកណ្ដាលវាលហោហៅដែរពេលនោះក្មេងប្រុសអ្នកដែលមានអាយុប្រហែលជា17ឆ្នាំបានលើកដៃចង្អុលទៅផ្ទះលើកមួយខ្នងនៅកណ្ដាលវាលហើយនិយាយថាអ៊ំមើលនោះមានផ្ទះរបស់គេទុកចោលយើងមិនទៅសម្រាប់នៅទីនោះតែម្ដងទៅហើយមិនខ្លាចពេលមានភ្លៀងសាច់ទៅទឹកផងតាវឿនបានងាកទៅមើលផ្ទះនោះហើយងាកមកនិយាយវិញថាផ្ទះទុកចោលស្អីឯងគេមានម្ចាស់នៅ
គាត់និយាយបែបនេះមែនតែទឹកមុខរបស់គាត់ហាក់ដូចជាកំពុងតែលាក់បាំងនៅរឿងអ្វីមួយអញ្ចឹងតាសាទគាត់និយាយឡើងថាត្រូវហើយផ្ទះរបស់គេធំណាស់មិនយ៉ាងអាចទុកចោលបានទៅហើយបើបងអូនឯងខ្លាចបារម្ភមានភ្លៀងថ្ងៃស្អែកយើងនាំគ្នាទៅកាប់ស្លឹកត្នោតឲ្យបានច្រើនមកដើម្បីយកមកប្រក់ដំបូលបន្ថែមនិងបិទជញ្ជាំងឲ្យជិតផងយប់នេះយើងសម្រាប់បែបនេះសិនទៅហើយពួកគាត់ក៏មិនបាននិយាយអ្វីទៀតដែររហូតក៏បានប្រឡប់ធ្វើពួកគាត់ចាប់ផ្ដើមគៀងហ្វូងគោឲ្យផឹកទឹកត្រពាំងរួចចាប់មេរបស់វាមកចងជាមួយនឹងស្នឹងដែលបានដំទុកនៅក្បែររោងស្នាក់នៅអ្នកភូមិប៉ុន្មានអ្នកទៀតក៏ដាំបាយធ្វើម្ហូបសម្រាប់ហូបជុំគ្នានៅក្នុងល្ងាចនោះនៅពេលដែលហូបបាយរីករាល់ហើយនោះពួកគាត់ក៏នាំគ្នាអង្គុយនៅខាងក្រៅរោងជុំគ្នាដោយមានអត់ទិនសារថ្នាំមួយនៅចំកណ្ដាលវងតាសាទបានប្រើឲ្យតាព្រិចបង្កាត់ភ្លើងអាំងងៀតយកមកខ្លែមនិយាយទៅនៅកណ្ដាលវាលបែបនេះមានត្រឹមសារថ្នាំនិងត្រីងៀតគឺគ្រប់គ្រាន់ណាស់ទៅហើយព្រោះពួកគាត់មិនបានចេញទៅបបអញសัตว์នៅឯណានោះទេព្រោះនៅហត់អស់កម្លាំងដោយសារដំណើរផ្លូវឆ្ងាយចេញពីភូមិប៉ុន្មានថ្ងៃនេះផងពេលកំពុងតែអង្គុយជំនុំគ្នាលេងនោះតាព្រិចក៏និយាយឡើងទាំងភ្ញាក់ផ្អើលថាបុសាទផ្ទះនោះមានគេនៅមែនតើតាព្រិចក៏ចង់សំដៅទៅផ្ទះដែលក្មេងប្រុសម្នាក់ចង់បបួលតាថាទៅនៅកាលពីល្ងាចនោះឯងហើយសូម្បីតែតាព្រិចក៏គាត់មិនចង់ជឿថាផ្ទះនោះមានមនុស្សនៅនោះដែរព្រោះវានៅឆ្ងាយពីភូមិខ្លាំងណាស់ហើយថែមទាំងនៅកណ្ដាលវាលទៀតផងតាសាទនឹងអង្គុយនៅទីនោះក៏បានងាកទៅមើលគឺបានឃើញថាមានភ្លើងចង្កៀងព្រៃដែលគេដុតនៅលើផ្ទះហើយនៅចំហៀងខាងក្រោយផ្ទះក៏មានភ្នក់ភ្លើងមួយផងដែរដោយសារពន្លឺភ្លើងចង្កៀងផងនោះទើបអាចមើលទៅយល់បានថាអ្នកនៅខាងលើផ្ទះនោះមិនទាន់ចូលដេកទេគឺពួកគាត់បានឃើញស្រមោលមនុស្សដើរបាំងភ្លើងចង្កៀងទៅមកដូចជាកំពុងដើររកអ្វីមួយយ៉ាងអញ្ចឹងមួយសន្ទុះក្រោយភ្លើងចង្កៀងនៅលើផ្ទះក៏ត្រូវបានបន្លត់បាត់ទៅរួចពួកគាត់ក៏ងាកមកមើលមុខគ្នាហើយជជែកគ្នាលេងបន្តដោយមិនបាននិយាយអ្វីទាំងអស់នៅក្នុងចិត្តរបស់ពួកគាត់កំពុងតែគិតអ្វីក៏យើងមិនអាចដឹងបានដែរប៉ុន្តែតាសាទថាមើលទៅមុខរបស់តាវឿនដូចជាមិនសូវស្រួលសោះគឺគាត់ដូចជាកំពុងតែគិតនៅរឿងអ្វីមួយយ៉ាងអញ្ចឹងតាសាទបាននិយាយឡើងថាយប់នេះគ្នាយើងនាំគ្នាចូលសម្រានមុនទៅទុកឲ្យខ្ញុំជាមួយនឹងអ៊ំវឿននៅអង្គុយចាំយាមគោក៏បានដែរហើយចាំម៉ោង1ឬ2ចាំខ្ញុំដាស់ឲ្យឡើងបដូរវេនគ្នាម្ដងពួកគាត់ក៏ងើក្បាលយល់ស្របតាវឿននិយាយឡើងម្ដងអូនិយាយអញ្ចឹងថ្ងៃស្អែកក្នុងចំណោមពួកយើងដក 4-5 នាក់ត្រឡប់ទៅភូមិវិញទៅព្រោះគ្នាយើងនៅប្រហែលអ្នកនេះអាចជួយមើលគោបានហើយត្រឡប់ទៅផ្ទះទៅក្រែងបានជួយការងារផ្ទះនិងជួយមើលស្រុកភូមិយើងផងព្រោះយើងមកនេះក៏បាត់កម្លាំងមនុស្សប្រុសច្រើនដែរចាំមើល 4-10 ថ្ងៃក្រោយចាំត្រឡប់មកវិញហើយចាំចូលទៅផ្ទះរបស់គ្នាយើងឲ្យអ្នកផ្ទះរៀបចំម្ហូបអង្គយកមកទុកហូបផងពួកគាត់ទាំងអស់គ្នាក៏យល់ស្របតាសាទក៏បន្តថាអ៊ំវឿនក៏និយាយត្រូវហើយអញ្ចឹងអាព្រិចស្អែកអញត្រឡប់ទៅភូមិដែរទៅបាននឹងជួយការងារបងស្រីផងទៅឲ្យអញនៅទីនេះក៏បានដែរហើយមើលនៅពេលត្រឡប់ភូមិខាងមុខនេះចាំសុំរទេះគោគេដេសាទៅមិនខ្វះទេអ្នកគេដឹកស្រូវអង្គទៅជួយនៅខាងយើងនោះចាំសុំគេជិះទៅគេមិនកំណាញ់នោះទេហើយយ៉ាងយូរល្ងាចអីហ្នឹងគឺទៅដល់ផ្ទះហើយតែព្រិចឆ្លើយបាទខ្ញុំយល់ហើយពួកគាត់នៅអង្គុយនិយាយគ្នាលេងរហូតដល់ម៉ោង 11 ទើបនាំគ្នាចូលសម្រាកដោយទុកឲ្យតាសាទពីអ្នកនឹងតាវឿននៅចាំយើងហ្វូងគូតាមពិតទៅតាសាទគាត់ចង់នៅតែពីអ្នកតាវឿនព្រោះមានរឿងចង់សួរទៅគាត់ហើយមិនចង់ឲ្យអ្នកផ្សេងដឹងនោះទេគាត់ទាំងពីរអ្នកបានដើរទៅអង្គុយនៅខាងលិចរោងតាសាទសម្លឹងមើលទៅផ្ទះលើមួយខ្នងនោះហើយសួរទៅកាន់តាវឿនថាអ៊ំវឿនអ៊ំគិតថាអ្វីដែលពួកយើងបានឃើញនៅលើផ្ទះនោះតើជាមនុស្សឬជាអ្វីតាវឿនគាត់សើចតែតិចរួចនិយាយសាទអញមិនបាច់សួរធ្វើសើនោះទេឯងហើយនឹងអ៊ំគឺដឹងច្បាស់នៅក្នុងចិត្តដូចគ្នាតាសាទគាត់ក៏ដកដង្ហើមធំហើយនិយាយថាខ្ញុំអើយមិនក៏ចេះតែជួបពពួកអស់នឹងអញ្ចឹងដូចជាជិះមិនផុតសោះតាវឿននិយាយនេះគឺមកពីក្រយៅរបស់យើងវាឆ្វាក់ផងតែឯងកុំខកច្រើនពេកគេនៅលើគេយើងនៅលើយើងទ្រាំទៅចាំមើលខាងយើងមានភ្លៀងធ្លាក់ 4-5 មេស្មើចាប់5ដងនោះពួកយើងអាចត្រឡប់ទៅវិញបានហើយពួកគាត់ទាំងពីរនាក់នៅនិយាយគ្នាលេងពីនេះពីនោះរហូតដល់ម៉ោង 1 យប់រៀបនឹងទៅដាស់អ្នកផ្សេងឲ្យមកផ្លាស់វេនគ្នាទៅហើយនោះស្រាប់តែពួកគាត់ភ្ញាក់ព្រឹកព្រោះបានឃើញភ្លើងមួយហោះកាត់មុខរបស់ពួកគាត់ហើយបានធ្លាក់ចូលទៅផ្ទះមួយនោះគាត់និយាយថាមិនដឹងតែភ្លើងនោះហោះចេញពីទិសដៅណានោះទេព្រោះពេលដែលពួកគាត់ក្រឡេកភ្នែកទៅគឺវាបានហោះជិតដល់ផ្ទះនោះទៅហើយពេលនោះតាវឿននិយាយឡើងថាក្មួយសាទឯងកុំយករឿងនេះទៅនិយាយប្រាប់អ្នកផ្សេងទៀតអីជាពិសេសគឺក្មេងៗកុំនិយាយឲ្យសោះកុំឲ្យពួកវាមានការភ័យខ្លាចហើយពួកគាត់ក៏នាំគ្នាចូលសម្រានលុះដល់ព្រឹកឡើងពួកគាត់ក៏ក្រោកឡើងដើម្បីប្រឡែងគោឲ្យស៊ីស្មើដូចធម្មតាចំណែកឯតាព្រិចនិងអ្នកភូមិ4នាក់ទៀតបានធ្វើដំណើរចាកចេញត្រឡប់ទៅភូមិវិញដោយដែលពួកគាត់បាននិយាយគ្នាកាលពីយប់នោះឯងឈានចូលដល់យប់ទី2បន្ទាប់ពីរួចដៃពីការងារហើយនោះពួកគាត់ក៏នៅអង្គុយដកមេនិយាយគ្នាលេងដូចសមមួយដងរហូតដល់ម៉ោង 10 កន្លះទើបនាំគ្នាចូលសម្រានដោយទុកឲ្យអ្នកភូមិ3នាក់នៅចាំយើងហ្វូងគោម្ដងតាសាទបានប្រាំថាបើសិនជាបងងុយចូលទៅដាស់ខ្ញុំទៅហើយមានរឿងអីកុំភ្លេចស្រែកប្រាប់គ្នាផង
ពួកគាត់ក៏តបថាមិនអីទេសាទឯងចូលសម្រានទៅមានរឿងអីចាំពួកខ្ញុំទៅដែរតាសាទនិងអ្នកឯទៀតក៏នាំគ្នាចូលសម្រានទៅគាត់និយាយថាដោយសាររឿងអត់ងងុយហើយណាមួយត្រូវជាតិស្រាបន្តិចផងនោះគ្រាន់តែទម្លាក់ខ្លួនទៅគឺលក់ភ្លឹងតែម្ដងក្រោយមកម៉ោងប្រហែលជា12កន្លះរាត្រីអ្នកទៅ3អ្នកនោះបានចូលមកដាស់តាសាទទាំងទឹកមុខផិតភ័យតាសាទភ្ញាក់ឡើងក្រញាំហើយស្ទុះទៅទីងំបិតនៅលើក្បាលដំណេកយកមកកាន់ក្នុងដៃរបស់គាត់ដោយបងប្អូនបានដឹងហើយចាស់កាលពីចំនួនមុននៅពេលដែលពួកគាត់ចូលសម្រានគឺមិនភ្លេចទេកំបិតឬពុថៅគឺតែងតែຕົកនៅលើក្បាលដំណេកជាប្រចាំពេលនោះតាវឿនក៏ភ្ញាក់ដឹងខ្លួនដែរព្រោះគាត់ដេកនៅជាប់តាសាទនេះឯងតាសាទសួរទៅកាន់អ្នកទាំង3នោះថាមានរឿងអីមែនបងដំបងតាសាទគាត់គិតថាក្រៃមានក្រុមចៅមកលួចគៀងហ្វូងគោយកទៅអ្នកទាំង3អ្នកនោះនិយាយខ្សឹបខ្សឹបថាបងសាទវឿនមានលឺសម្លេងអីអត់ពួកគាត់ក៏នាំគ្នាផ្ទៀងស្ដាប់ហើយនោះគឺជាសម្លេងឆ្កែលូឬសូលវើយតាវឿនសួរថាសម្លេងនេះចេញពីភូមិហ្មងបុរសម្នាក់ឆ្លើយថាអត់ទេអ៊ំគឺវាលូចេញពីផ្ទះមួយនៅកណ្ដាលវានោះឯងតាវឿននិយាយបន្លប់ពួកឯងស្ដាប់ច្រឡំទេដឹងបុរសនោះបញ្ជាក់ថាមិនច្រឡំទេអ៊ំហើយមុននោះពួកខ្ញុំឃើញភ្លើងហោះចូលផ្ទះនឹងទៀតផងតាសាទងាកទៅមើលមុខតាវឿនក៏និយាយថាមិនអីទេនាំគ្នាចូលសម្រាប់ទៅចាំអ៊ំពីអ្នកអាសាទៅយើងបន្តពួកឯងប្រហែលងងុយណាស់ហើយពេលនោះសម្លេងឆ្កែលូក៏លឺឡើងត្រហឹងកាន់តែខ្លាំងបានធ្វើឲ្យមនុស្សប៉ុន្មានអ្នកទៀតដែលកំពុងតែដេកលងលក់ភ្ញាក់ឡើងក្រញ៉ាំហើយនាំគ្នាស្ទុះមកអង្គុយជិតអ៊ំវឿទាំងទឹកមុខផិតភ័យតាវឿនអង្គុយពេនភ្នែកហើយដាក់ដៃទាំងពីរទៅលើក្បាលជង្គង់រួចគាត់បិទភ្នែកហាក់ដូចជាកំពុងតាំងសមាធិមើលអ្វីម្យ៉ាងបានមួយសន្ទុះសម្លេងនោះក៏ចាប់ផ្ដើមរៀនស្ដាប់បន្តិចម្ដងរហូតគ្រប់យ៉ាងគឺត្រឡប់មកស្ងប់ស្ងាត់ដូចធម្មតាវិញគាត់ក៏បើកភ្នែកឡើងហើយងាកទៅសួរតាសាទមើលសាទអាត្មានេះម៉ោងប៉ុន្មានហើយតាសាទឆ្លើយទាំងស្មានម៉ោងប្រហែល12ជាងហើយអ៊ំតាវឿនក៏និយាយទៅកាន់អ្នកឯទៀតទាំងមកគ្នានាំគ្នាចូលសម្រានទៅទុកឲ្យខ្ញុំពីអ្នកក្នុងសាទនិយាយបន្តគាត់ក៏ដើរចេញមកអង្គុយនៅខាងក្រៅពីអ្នកតាសាទពេលនោះតាសាទសួរទៅកាន់គាត់ថាអ៊ំវឿនមុននឹងអ៊ំសុទ្ធបាលីអីមែនតាវឿនឆ្លើយអ៊ំមិនសុទ្ធបាលីអីណាគ្រាន់តែសមាធិមើលថាគេមកព្យាបាលយើងនៅក្នុងយប់នឹងឬអត់តាសាទសួរបន្តចុះអ៊ំមើលឃើញថាមិនដែរតាវឿនឆ្លើយគឺគេគ្រាន់តែចង់បន្លាចយើងសិនប៉ុណ្ណោះហើយបើតាមអ៊ំស្មានមើលទៅគឺគេមិនចង់ឲ្យយើងនៅរញ៉េរញ៉ៃនៅទីនេះទៀតទេគឺគេចង់ឲ្យតែយើងចេញទៅឲ្យផុតពីទីនេះឲ្យឆាប់ទេគឺទៅវិញ្ញាណនៅទីនេះដូចជាចង់អាឃាតខ្លាំងណាស់ហើយមិនដឹងថាពីបំណងមានរឿងអ្វីកើតឡើងនោះទេតាសាទសួរទាំងឆ្ងល់ចឹងយើងគួរធ្វើមិនទៅអ៊ំយើងមិនអាចត្រឡប់ទៅវិញបាននៅពេលនេះទេយើងទើបតែមកបាន2យប់នឹងខ្ញុំអាណិតកូនណាគ្នាទើបតែមកស៊ីស្មៅបានពេញមាត់2ថ្ងៃតាវឿនតែស្មាតាសាទតិចរួចនិយាយមិនអីទេអ៊ំបាននិយាយអង្វរកគេតាមផ្លូវក្នុងហើយគឺយើងសុំគេនៅតែមួយរយៈប៉ុណ្ណោះសង្ឃឹមថាគេនឹងយល់ទៅចោះតាសាទងើបក្បាលដោយយល់នៅសម្ដីរបស់តាវឿនហើយគាត់ក៏និយាយខ្សឹបតាវឿនទៅតិចថាអ៊ំវឿនអ៊ំអាចបង្រៀនខ្ញុំពីរបៀបតាំងសមាធិដូចអ៊ំធ្វើមិញនឹងបានអត់តាវឿនស្លាច់តិចតបថាឯងគិតថាអ៊ំចេះច្រើនណាស់ហើយតាមពិតទៅការតាំងសមាធិនេះគឺអ៊ំចេះពីឪពុកអ៊ំដែរទេតែមិនន័យទេបើឯងចង់រៀនចាំអ៊ំបង្រៀនតាសាទក៏សើចទាំងសប្បាយចិត្តរួចនិយាយអរគុណណាស់លោកគ្រូតាវឿនខត់ដល់លឿនកុំហៅអ៊ំថាគ្រូអីខ្លាចអ្នកផ្សេងគេយកច្រឡំថាអ៊ំជាមនុស្សចេះមុនអង្គមខ្លាំងឬក៏ថាអ៊ំជាមនុស្សអួតអាងអីអញ្ចឹងទៅតាសាទឆ្លើយយកស្របបាទលោកអ៊ំគាត់បន្តថាខ្ញុំពិតជាចង់ចេះនៅមុនអង្គមទាំងនេះណាអ៊ំភាសាគ្រឿងក្នុងស្រុកភូមិសម្បូរទៅដោយវិញ្ញាណខ្មោចព្រាយបិសាចបែបនេះគឺខ្ញុំចង់ជួយសម្រាប់ទុកលំបាកបងប្អូននៅក្នុងភូមិស្រុករបស់យើងពេលឮតាសាទនិយាយបែបនេះតាវឿនគាត់ពិតជាមានចិត្តកោតតាសានៅទឹកចិត្តរបស់គាត់ខ្លាំងណាស់គាត់និយាយថាល្អហើយក្មួយចេះគិតបែបនេះអ៊ំក៏យល់ស្របដែរនៅក្នុងភូមិបើមានអ្នកខ្លាំងម្នាក់ក៏ល្អដែរហើយអ៊ំមើលទៅឯងគឺស័ក្តិសមណាស់ព្រមនោះដែលមានក្រយ៉ៃច្បាប់បែបនេះបើតាំងចិត្តរៀនប្រកាសជាឆាប់មិនខានអ៊ំណែនាំមនុស្សម្នាក់ដែលអាចបំពេញបំណងឯងបានតាសាទគេមកសួរទាំងឆ្ងល់អ្នកណាទៅអ៊ំតាវឿនឆ្លើយគឺលោកសក្រីនៅវត្តយើងនោះអីអ៊ំប្រាប់ឯងទៅលោកតាគាត់ខ្លាំងណាស់គាត់ចេះតាំងពីមិនទាន់បួសមកម្លេះពេលមានគេត្រូវអំពើត្រូវស្នេហ៍ឬខ្មោចចូលគឺគាត់តែជួយដោះទុក្ខទុរៈគេរហូតហ្នឹងហើយមិនដែលទៀមទាត្រណិតពីគេនោះទេគឺអាស្រ័យទៅលើសទ្ធារបស់គេប៉ុណ្ណោះជួនកាលបើប៉ះគ្រួសារដែលក្រខ្សត់គាត់ថែមទាំងជួយគេទៀតផងរឿងនេះគេដឹងសុំគ្រប់គ្នាទៅហើយតាសាតបទៅរភើបលើអ៊ំនិយាយបែបនេះខ្ញុំរត់តែចង់រៀនខ្លាំងទៀតអរគុណអ៊ំហើយដែលបានជួយណែនាំខ្ញុំតាវឿនតបមិនអីទេតែអ៊ំផ្ដាំណាពេលដែលរៀនចេះហាមប្រើវាទៅធ្វើបាបអ្នកទុនខ្សោយជាងខ្លួននឹងធ្វើឲ្យគេក្តៅក្រហាយហើយមួយទៀតក៏មានអំណួតអសោះតាសាឆ្លើយយល់ព្រមនៅក្នុងយប់នោះពួកគាត់ទាំងពីរនាក់នៅអង្គុយនិយាយគ្នាលេងពីនេះពីនោះរហូតដល់មេឃភ្លឺបន្ទាប់ពីយប់នោះមកពួកគាត់មិនបានជួបហេតុការណ៍អ្វីទៀតនោះទេរហូតដល់រយៈពេលកន្លះខែក្រោយនៅក្នុងយប់មួយពេលដែលពួកគាត់កំពុងអង្គុយនិយាយគ្នាលេងនៅខាងក្រៅដូចជាពេលរដូវនោះស្រាប់តែមានខ្យល់បក់មកធ្វើឲ្យពួកគាត់មានអារម្មណ៍ថាត្រជាក់ព្រឺឆ្អឹងខ្នងបុរសម្នាក់និយាយឡើងថា
យីថ្ងៃនេះត្រជាក់ចម្លែកម្លេះត្រជាក់មួយតខែក៏ដឹកទៅហើយតាសាថាប្រហែលជា100ភ្លៀងទៅដល់ហើយពួកគាត់ក៏នាំគ្នាចាក់ស្រែបន្តដោយមិនបាននិយាយអ្វីទាំងអស់ខ្យល់ត្រជាក់បែបនេះពួកគាត់ហូបមិនដឹងស្រវឹងនោះទេហើយចេះតែនាំគ្នាហូបរហូតរឿងជ្រុលបន្តិចតាវើនិយាយឡើងប៉ុណ្ណឹងបានហើយខ្ញុំដូចជារឿងធ្លាក់ផ្នែកហើយនាំគ្នាចូលសម្រានទៅខ្ញុំក៏ដេកមួយព្រឹមដែររួចពួកគាត់ក៏នាំគ្នាចូលសម្រានអស់ទៅមួយសន្ទុះក្រោយពេលដែលពួកគាត់មិនទាន់បានសម្រានលក់ស្រួលបួលផងនោះស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងស្ទើរតែប៉ៅរោងទៅហើយពួកគាត់ក៏នាំគ្នាក្រោកឡើងអង្គុយក្រោយមកក៏មានសម្លេងឆ្កែលូឡើងត្រហឹងមកផ្សំជាមួយនឹងខ្យល់បក់ទៀតនោះគឺពិតជាគួរឲ្យស្រីវខ្លាំងណាស់ម្នាក់ភ័យឡើងញ័រអស់ហើយមានតែតាវើនិងតាសាទេដែលតាំងស្មារតីបានបើក្រឡេកមើលទៅក្មេងៗវិញនាំគ្នារំកិលគួតមកចិត្តតាវើទាំងផ្នែកនៅកញ្ចឹងកនៅពេលនោះសត្វគោដែរនៅខាងក្រៅរោងស្រាប់តែផ្អើលបោលដាច់ចំណងតាសាក៏ស្ទុះឡើងហើយស្រែកឡើងថាមិនបានទេគោរបស់យើងផ្អើលដាច់អស់ហើយឆាប់នាំគ្នាទៅតាមចាប់មកវិញពួកគាត់ទាំងអស់គ្នាក៏រត់ចេញទៅតាមហ្វូងគោគាត់និយាយថាគោទាំងនោះបានបោលទៅខាងលិចព្រោះខ្យល់បក់មកពីទិសខាងកើតដោយបងប្អូនបានដឹងហើយសត្វគោវាមិនអាចបោលបញ្ច្រាស់ខ្យល់ឬភ្លៀងបាននោះទេចៃដនពេលនោះពួកវាបានបោលទៅចំផ្ទះលើកមួយក្នុងនៅកណ្ដាលវានោះឯងពួកគាត់រត់តាមពីក្រោយហ្វូងគោប្រហែល50ម៉ែត្រហើយពេលពួកវាទៅដល់ផ្ទះមួយនោះវាក៏បានប្រមូលផ្ដុំគ្នាចូលទៅក្រោមផ្ទះមួយនោះពេលពួកគាត់ដើរទៅដល់គាត់និយាយថាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះនៅក្បែរផ្ទះមួយនោះសម្បូរទៅដោយបំណែកឈើរបស់ផ្ទះដែលពុកផុយរលួយធ្លាក់មកត្រៀបត្រាទៅលើដីគាត់និយាយថាពួកគាត់ស្មានខុសទាំងស្រុងថាទីនោះគ្រាន់តែជាទីទួលមួយប៉ុណ្ណោះតែពេលមកមើលជាក់ស្ដែងទើបដឹងថាវាជាភូមិចាស់មួយដែលគេបោះបង់ចោលដោយសារបំណែកឈើនោះមានសភាពរញ៉េរញ៉ៃទើបពួកគាត់មិនអាចស្មានដឹងថាផ្ទះដែលបែកបាក់នោះមានចំនួនប៉ុន្មានខ្នងតែបើតាមគាត់ស្មានមើលវាមិនក្រោម10ខ្នងទេព្រោះភូមិចាស់មួយនោះវាមានសន្តានរាងធំគួរសមដែរក្នុងពេលកំពុងតែផ្លឹកនឹងទស្សនវិជ្ជានៅចំពោះមុខនោះក៏ស្រាប់តែរំងផ្ទះដែលពុកនៅខាងលើនោះបានធ្លាក់ចុះមកលន់សូរប្រាវពួកគាត់ក៏ភ្ញាក់ព្រឹកដូចគេកន្ត្រាក់ហើយហ្វូងគោក៏ផ្អើលរត់ចេញពីទីនោះម្ដងទៀតពួកគាត់ក៏នាំគ្នារត់កាត់ភូមិចាស់មួយនោះដើម្បីដេញតាមចាប់ពេលមេរបស់វាត្រឡប់មកវិញព្រោះខ្លាចមកទៅកាន់តែឆ្ងាយក្រោយមកពួកគាត់ក៏ចាប់ហ្វូងគោបានហើយដេញត្រឡប់មកវិញឆ្លងកាត់ភូមិចាស់មួយនោះតាវើនិយាយឡើងថាកុំប្រកាន់នឹងពួកខ្ញុំអីពួកខ្ញុំគ្រាន់តែមកយកសត្វចិញ្ចឹមត្រឡប់ទៅវិញទេហើយក៏មិនចង់មករំខានភូមិឋានរបស់អ្នកដែរតាវើនិយាយបែបនេះមិនតន់ចប់ស្រួលបួលផងស្រាប់តែលឺសូរសំឡេងក្រៀមមិននឹងថាមានអ្វីធ្លាក់នោះទេពួកគាត់មិនបានបងអង្គយូរនោះទេក៏ប្រញាប់ប្រញាល់ដេញហ្វូងគោត្រឡប់មកកន្លែងស្នាក់នៅវិញនៅក្នុងចិត្តរបស់តាវើគាត់ដឹងច្បាស់ណាស់ថាគេមិនបានស្ដាប់នៅពីអង្វរករបស់គាត់នោះទេមកដល់កន្លែងរោស្នាក់នៅវិញគាត់បាននាំតាសាទមកក្រៅរួចនិយាយសាទយប់នេះប្រហែលមានគេមកលេងយើងហើយបើមិនយប់នេះក៏យប់ស្អែកដែរតាសាតបតែមានជំនឿក្នុងចិត្តថាមិនយប់ស្អែកទេអ៊ំគឺយប់នេះតែម្ដងតាវើងាកទៅមើលតាសាទដូចសួរហេតុអីក៏ឯងច្បាស់ក្នុងចិត្តម្លេះតាសាតបទៅវិញគឺខ្ញុំចេះពីអ៊ំបង្រៀននោះអីមួយនឹងខ្ញុំសមាធិមើលអាចដឹងបានទៅហើយបើតាមខ្ញុំគិតវិញ្ញាណទាំងនោះគឺកាយខ្លាំងណាស់វាមិនអាចរងចាំដល់ស្អែកនោះទេអ៊ំសាគិតទៅមើលគ្រាន់តែយើងមកជន់លើទឹកដីនេះថ្ងៃដំបូងពួកវាចេញមកឲ្យយើងឃើញពីថ្ងៃជាប់គ្នាទៅហើយចុះទម្រាំតែយើងចូលទៅដល់ភូមិឋានរបស់វាហើយមិនដឹងថាពេលដែលពួកយើងរត់ចាប់គោនោះមិនដឹងថាជួនត្រូវអ្វីខ្លះនោះទេហេតុនេះគេមិននឹងអាចនៅស្ងៀមបានទៅវិញងក់ក្បាលរួចនិយាយឯងនិយាយត្រូវហើយចង់បានន័យថាយប់នេះអ៊ំមានការងារធ្វើហើយតាសាទសួរទាំងឆ្ងល់អ៊ំចង់ធ្វើយ៉ាងម៉េចតែវិញតបបើឯងចង់ដឹងយប់នេះចាំតែមើលទៅហើយអ៊ំមិនឲ្យអ្នកផ្សេងដឹងនោះទេគឺមានតែឯងពីអ្នកអ៊ំប៉ុណ្ណោះដែលបានលើនិងបានឃើញវានិយាយរួចពួកគាត់ក៏ត្រឡប់ចូលរូងវិញតែវិញនិយាយទៅកាន់អ្នកទៀតថាឆាប់នាំគ្នាចូលដីទៅយប់ជ្រៅណាស់ហើយប្រយ័ត្នស្អែកងើបមិនរួចហើយខ្ញុំក៏សម្រាប់ដែរព្រោះអស់កម្លាំងណាស់រួចពួកគាត់ក៏នាំគ្នាសម្រានរងលូអស់ទៅមួយសន្ទុះក្រោយតាសាទក៏ស្ទុះងើបឡើងទៅដាស់តាវើតិចតាវើងើបឡើងហើយសួរពួកវាមកហើយមែនតាសានិយាយប្រហែលហើយអ៊ំសាស្នាប់ទៅមើលមានលឺអីអត់ពេលគាត់ផ្ទៀងស្នាប់ក៏បានលឺសំឡេងក្មេងៗមួយក្រុមកំពុងតែរត់ប្រឡាយគ្នាសើចក៏ក្អឹកតាវើនិយាយនឹងគឺក្មេងបរិញកងវាលទេចង់បន្តិចទៀតវាមកហើយនិយាយរួចគាត់ក៏ងើបដើរទៅយកចានទាបមួយទៅដួសអកនិងកាន់ធូបមួយក្តាប់ក្នុងដៃដើរត្រឡប់មកវិញតាសាទក៏មិនបាននិយាយអ្វីឡើយហើយរបស់គាត់តាមមួយគ្រប់សកម្មភាពរបស់តាវើទាំងអស់ពេលនោះតាវើបានអង្គុយចុះនៅខាងមាត់នោះហើយដាក់ចានអង្គនៅនឹងមុខរួចដុតធូបដល់ទៅនោះដីគាត់ក៏បង្គាប់ឲ្យតាសាទមកអង្គុយនៅស្ដាំដៃរបស់គាត់ពេលនោះតាវើនិយាយថាមានរឿងអ្វីក៏ដោយឯងកុំចេញពីរោងសោះតាសាទឆ្លើយបាទអ៊ំខ្ញុំយល់ហើយតាវើក៏បិទភ្នែកហើយមាត់របស់គាត់មិនដឹងថាគាត់សូត្របាលីអ្វីនោះទេគឺលើកខ្សឹបប៉ុណ្ណោះបន្ទាប់ពីសំឡេងក្មេងៗកងវាស្ងាត់ទៅបន្តិចក៏មានសំឡេងមនុស្សប្រុសស្រីកំពុងតែទូនសោកយ៉ាងខ្លាំងពួកគេយំបណ្ដាលនិយាយបណ្ដាថាបងប្អូនអើយសូមជួយពួកខ្ញុំផងពួកខ្ញុំស្លាប់ឥឡូវហើយមេត្តាមកជួយខ្ញុំផងទៅ
ហើយសម្លេងនោះចេះតែស្រែកឡើងខ្លាំងឡើងតាសាទក៏ដៀងភ្នែកមើលទៅតាវឿនឃើញថាមាត់របស់គាត់សូត្រកាន់តែលឿនទៅហើយថ្ងាសរបស់គាត់បែកញើសឡើងជោគទៅហើយបន្ទាប់មកសម្លេងគ្រូសៅក៏ប្រែទៅជាសម្លេងសើចលឺដែលគួរឲ្យព្រួយខ្មាស់ខ្លាំងណាស់តាសាទថាសម្លេងដំបូងគាត់មិនសូវជាខ្លាចអីនោះទេតែបែរជាចង់ស្លុតនឹងសម្លេងសើចនេះទៅវិញពេលនោះក៏មានសម្លេងបរិមម្នាក់ដែលមានវ័យរឿងចំណាស់បានស្រែកឡើងថាយើងនឹងយកជីវិតពួកឯងហើយឲ្យពួកឯងនៅចាំនៅទីនេះបន្តពីយើងម្ដងពួកឯងប្រហើនណាស់មកនៅកន្លែងយើងហើយថែមទាំងនាំគ្នាជន់ចានជន់ឆ្នាំងរបស់យើងទៀតរួចវិញ្ញាណទាំងនោះក៏ស្រែកឡើងតាមប្រោថាសម្រាប់ពួកវាទៅតាសាទគាត់មិនហ៊ានបើកភ្នែកមើលនោះទេតែភ្លាមនោះគាត់ស្រាប់តែលើសម្លេងសម្រាប់ជើងរបស់មនុស្សដើរមកតម្រង់មកពួកគាត់ក៏សម្រេចចិត្តបើកភ្នែកមើលស្រាប់តែភ្ញាក់ព្រឺព្រោះនៅចំពោះមុខរបស់ពួកគាត់គឺជាពពួកអមនុស្សមួយក្រុមធំមានចាស់មានក្មេងមានប្រុសមានស្រីស្លៀកពាក់ចងក្បិនបែបបុរាណហើយផ្ទៃមុខនឹងទូខ្លួនរបស់ពួកគេពោពេញទៅដោយដំបៅរលេះរលួយជាមួយនឹងក្រសែភ្នែកសម្លឹងមកកាន់ពួកគាត់ទាំងពីរនាក់ដោយចងអាឃាតពួកគេចេះតែដើរចូលមករហូតនៅក្នុងដៃរបស់ម្នាក់គឺមានកាន់កំបិតនិងទូថៅសឹងគ្រប់ដៃពេលនោះតាវឿនបានបើកភ្នែកឡើងរួចសួរទៅកាន់វិញ្ញាណទាំងនោះថាឥឡូវពួកឯងត្រឡប់ទៅវិញឬអត់ខ្ញុំមិនចង់ឆែកឆាំងជាមួយពួកឯងនោះទេបើចង់សុខខ្លួនឆាប់ចាក់ចេញពីទីនេះភ្លាមទៅសម្ដីរបស់តាវឿនមិនបានធ្វើឲ្យពួកវាភ័យខ្លាចឬបកក្រោយនោះទេហើយថែមទាំងសើចបើឮសម្លេងយ៉ាងលឺមកកាន់ពួកគាត់ទាំងពីរនាក់មើលទៅពួកគេពិតជាចង់យកជីវិតរបស់តាខ្លាំងណាស់ពេលដែលពួកវាđangជិតមកដល់តាទៅហើយនោះតាវឿនបានលោកដៃទៅក្តាប់អង្ករនៅក្នុងចានខាងមុខរបស់គាត់ហើយបាច់ទៅលើពពួកខ្មោចទាំងនោះធ្វើឲ្យពួកវាក្តៅរោរៀលស្រែកយ៉ាងខ្លាំងជាមួយនឹងការឈឺចាប់ហើយគាត់រលាយបាត់ពីមុខរបស់ពួកគាត់ទៅតាសាទបើកភ្នែកធំហើយគិតក្នុងចិត្តថាអំបួរនេះពិតជាខ្លាំងមែនរស់នៅក្នុងភូមិជាមួយគោរាប់ឆ្នាំទៅហើយគ្មានអ្នកណាដឹងបន្តិចសោះនិយាយទៅមកពីគាត់មិនចេះអួតអាងផងគឺគាត់ចេះដាក់ខ្លួនតតែជួបបញ្ហានៅចំពោះមុខទើបគាត់មិនចេញតាសាទកំពុងតែផ្លឹកនឹងសកម្មភាពរបស់តាវឿនក៏និយាយឡើងតោះនៅអង្គុយដល់ណាទៀតឆាប់ចូលដេកទៅតាសាទក៏សួរចប់ហើយមែនអ៊ំចប់ហើយតាសាទសួរបន្តចុះពួកវាអាចមកទៀតឬអត់អ៊ំតាវឿនតបយប់នេះវាមិនមកទៀតទេតែយប់ក្រោយអ៊ំមិនហ៊ាននិយាយនោះទេនិយាយចប់ពួកគាត់ក៏នាំគ្នាចូលសម្រាននោះទៅហើយម៉ោងចូល3ទីភ្លឺទៅហើយលុះដល់ព្រឹកឡើងម៉ោង6ពួកគាត់ប្រមាណអ្នកទៀតបានក្រោកឡើងប្រឡែងគោនិងលំមុខលុបមាត់រួចត្រឡប់មកវិញបានឃើញតាសាទនិងតាវឿននៅតែមិនទាន់ក្រោកទៀតអ្នកភូមិម្នាក់និយាយបែបលេងសើចថាយីបងសាទអ៊ំវឿនយប់មិញដេកដំណើរគ្នាសោះហ្នឹងព្រឹកឡើងធ្វើក្រោមមិនរួចអីណាសង្ស័យយប់មិញស្រវឹងជ្រុលហ្មងតាវឿននិងតាសាទក៏ភ្ញាក់ឡើងក្រោយមកពួកគាត់ក៏បបួលគ្នាដាំបាយហូបពេលព្រឹកប៉ុន្តែឃើញថាអង្គរៀងស្ទើរតាវឿនក៏បង្កប់ឲ្យក្មេងយកស្រូវទៅដូរអង្គអ្នកភូមិតាសាទក៏ខាត់ថាទុកឲ្យខ្ញុំទៅវិញបងវាហត់មួយព្រឹកហើយខ្ញុំមិនទាន់បានធ្វើអ្វីនោះទេនិយាយរួចគាត់ក៏យកស្រូវសម្ដៅទៅក្នុងភូមិនៅពេលដែលទៅដល់ក្នុងភូមិបុរសម្នាក់ដែលជាម្ចាស់កន្លែងដូរស្រូវអង្គនោះឃើញតាសាទជាមនុស្សរៀងប្លែកមកក៏សួរដោយគួរសមថាបងជាអ្នកភូមិខាងណាដែរដូចជាមិនដែរឃើញតាសាទក៏ប្រាប់ថាខ្ញុំនៅភូមិខាងលិចឯនោះបងហើយគាត់ក៏ប្រាប់ពីមូលហេតុដែលគាត់មកដល់ទីនេះបុរសម្នាក់នោះក៏សួរទៀតហើយពួកបងស្នាក់នៅកន្លែងណាដែរតាសាទលើកដៃចង្អុលរួចនិយាយខ្ញុំធ្វើរោងនៅខាងនោះបងបុរសម្នាក់នោះសួរទាំងបើកភ្នែកធំថាម៉េចបងស្នាក់នៅខាងជើងនោះមែនតាសាទឆ្លើយនឹងឲ្យបងមានរឿងអីមែនបុរសម្នាក់នោះសួរទៀតថាបងមានឃើញផ្ទះលើកមួយខ្នងនៅកណ្ដាលវាលនោះអត់តាសាទកាត់យល់ថាបុរសម្នាក់នោះចង់និយាយអ្វីបាត់ទៅហើយតែគាត់ធ្វើជាសួរបន្តខ្ញុំឃើញតែបងមានរឿងអីមែនបុរសម្នាក់នោះនិយាយមិនមែនថាខ្ញុំចង់បន្លាចពួកបងនោះទេតែនេះជាការពិតដើមឡើយទីកន្លែងនោះមិនទាន់មានផ្ទះរបស់អ្នកភូមិនោះទេបើតាមចាស់និយាយមកតគ្នាមកថាពេលមួយនោះក៏មានមនុស្សប្រហែលជា10គ្រួសារហើយពួកគេនោះជាម្នាក់ចំណូលថ្មីមិនដឹងថាមកពីណានោះទេបានមកសង់ផ្ទះនៅលើទីទួលមួយនោះប្រហែលជា10ខ្នងហើយពួកគេរស់នៅដោយគ្មានរឿងអ្វីកើតឡើងនោះទេរហូតដល់រយៈពេលជាង3ឆ្នាំប៉ុន្តែពួកគេនោះមិនសូវមានការប្រស័យតាក់ទងជាមួយអ្នកភូមិខាងនេះស្និទ្ធស្នាលនោះទេមួយរយៈក្រោយក៏មានការចម្លែកក្នុងចិត្តព្រោះមិនឃើញពួកគេឡើងមកទិញម្ហូបឬក៏ធ្វើការជួញដូរដូចរដូវតលតែថ្ងៃមួយមានក្មេងមើលគោបានដល់ឆ្លងកាត់ទីនោះបានធំខ្លាំងស្អុយគេថាស្អុយស្ទើរសន្លប់ទៅហើយបន្ទាប់មកគេក៏រត់ទៅប្រាប់អ្នកភូមិហើយពេលដែលអ្នកភូមិទៅដល់ទីនោះគឺពិតជាស្រឡាំងកាំងខ្លាំងណាស់ព្រោះពួកគេបានឃើញសារសមមនុស្សដេកស្លាប់រនៅរណាលនៅទីនោះហើយបើមើលទៅសភាពរបស់សាកសពទាំងនោះបានហើមស្អុយអស់ទៅហើយបើរាប់តាំងពីថ្ងៃដែលមិនឃើញវត្តមានរបស់ពួកគេចូលទៅក្នុងភូមិគឺប្រហែល 4-5 ថ្ងៃទៅហើយអ្នកភូមិប្រកាសថាការស្លាប់នោះគឺកើតចេញពីការប្លន់សម្លាប់ព្រោះបើមើលទៅសភាពរបស់សាកសពគឺមានស្នាមកាប់ជាច្រើនកន្លែងហើយនៅក្បាលសាកសពនីមួយៗគឺមានកាំបិតពូថៅនិងជាប់ជីកផងដែរប្រហែលជាពួកគេព្យាយាមតបតជាមួយក្រុមចៅដែរតែអាចមកពីក្រុមចៅនោះមានគ្នាច្រើនទើបពួកគេ
បានឲ្យយកឈ្នះបានហើយគោក្របីនឹងត្រសម្បត្តិត្រូវបានបាត់ពីទីនោះតែម្ដងតាសាទក៏សួរទៅកាន់បរិមអ្នកនោះទាំងទឹកមុខតក់ស្លុតរួចចុះសសពទាំងនោះអ្នកភូមិមានបានធ្វើបន់ឲ្យបានត្រឹមត្រូវអត់បងក៏ឆ្លើយថាខ្ញុំមិនសូវច្បាស់ដែរបងតែបើតាមលើចាស់និយាយគឺគេគ្រាន់តែជារ៉ាវកប់តែប៉ុណ្ណោះហើយកន្លែងដែលកប់នោះគឺនៅលើទីទួលក្នុងភូមិនោះឯងចាប់តាំងពីពេលនោះមកវិញ្ញាណខ្មោចទាំងនោះតែងតែចេញមកឡងបន្លាញអ្នកភូមិរហូតនៅពេលដែលពួកគេដើររំហប់នៅបឹងក្បែរនោះហើយសូម្បីតែក្មេងៗមើលគោពេលថ្ងៃក៏ត្រូវខ្មោចឡងដែរគឺចេញមកឃើញស្រស់តែម្ដងតាសានិយាយខ្ញុំយល់ហើយអរគុណបងហើយដែលបាននិយាយប្រាប់រួចគាត់ក៏លាបរមអ្នកនោះត្រឡប់មកវិញពេលគាត់ត្រឡប់មករោងវិញក៏ឃើញតែព្រិចនិងអ្នកភូមិ4នាក់ទៀតបានត្រឡប់មកពីភូមិវិញតាសាទក៏ដើរទៅសួរឯងចេញមកប្រហែលថ្ងៃហើយតាព្រិចតបខ្ញុំចេញមកព្រឹកម្សិលតាបងដោយសាររទេះគោដែលខ្ញុំសុំជិះនោះគាត់មានការប្រញាប់ទៅមកលឿនបែបនេះតាសាទសួរបន្តរួចចុះបានអីមកខ្លះតាព្រិចថាខ្ញុំមិនបានយកអ្វីមកច្រើនទេព្រោះខ្ញុំមកនេះគឺដើម្បីបបួលអ្នកភូមិយើងត្រឡប់ទៅវិញព្រោះនៅខាងយើង 4-5 ថ្ងៃចុងក្រោយនេះគឺមានភ្លៀងធ្លាក់ចុះគ្នាហើយស្មៅដុះល្អណាស់តាសាតបទាំងរំភើបល្អណាស់អញ្ចឹងចាំមើលអ៊ំទៅនិយាយជាមួយអំបួនសិនពេលនោះតាវឿនក៏យល់ស្របតាមពួកគាត់ដែរតាសាទក៏និយាយទាំងធ្លាក់ទឹកមុខបន្តិចទៅកាន់តាវឿនអ៊ំវឿនខ្ញុំមានរឿងចង់និយាយប្រាប់អ៊ំតាវឿននិងអ្នកគ្រប់គ្នាបានងាកមកស្ដាប់តាសាទនិយាយរឿងរ៉ាវភូមិខ្មោចមួយនោះដែលបុរសអ្នកភូមិបាននិយាយប្រាប់ទៅឲ្យគាត់ស្ដាប់ពេលស្រាប់ចប់ម្នាក់ក៏ប្រូទឹកមុខពីភ័យខ្លាចប្រែទៅជាអាណិតវិញ្ញាណខ្មោចទាំងអស់នោះទៅវិញដោយសារពួកគេត្រូវបានគេសម្លាប់យ៉ាងអធមហើយមិនត្រូវបានគេយកទៅធ្វើបន់ឲ្យបានត្រឹមត្រូវទៀតបុរសម្នាក់ក៏និយាយនេះសំណាងហើយដែលគេមិនមកឡោបន្លាយពួកយើងនោះកុំអីយើងគ្មានទៅនៅបានដល់ពេលនេះនោះទេតាសានិយាយឡើងគេមកយកមិញរួចហើយតែពួកឯងមិនដឹងម្នាក់បើកភ្នែកធំបុរសនោះសួរចុះពេលនោះពួកខ្ញុំទៅណាតាសាថាមានទៅណាគឺដេកស្រមុកនៅនឹងឯងពួកគាត់ក៏ធ្វើមុខឆ្ងល់តាមពិតទៅជុំមិញមិនមែនថាពួកគាត់ដេកដល់ថ្នាក់មិនដឹងនោះទេពួកគាត់ងងុយគឺងងុយហើយតែដោយសារតាវឿនគាត់សូត្របាលីសណ្ដំមិនឲ្យពួកគាត់ដឹងខ្លួនផងដោយដែលគាត់និយាយជាមួយតាសាទអញ្ចឹងគឺគាត់មិនឲ្យអ្នកផ្សេងដឹងក្រៅពីគាត់ពីរនាក់នេះនោះទេព្រោះគាត់ខ្លាចអ្នកទាំងនោះស្លន់ស្លោធ្វើឲ្យដាច់សមាធិគាត់អីអញ្ចឹងទៅតាវឿននិយាយឡើងថាបើបែបនេះមែនយើងមិនអាចត្រឡប់ទៅវិញទាំងបែបនេះបាននោះទេតាប្រិចសួរមានរឿងអីមែនអំវឿនតាវឿនតបពួកឯងសាគិតទៅមើលវិញ្ញាណទាំងនោះមិនត្រូវបានគេធ្វើបន់ឲ្យបានត្រឹមត្រូវនោះទេហើយពួកគេចេះតែព្យាបាលអ្នកភូមិនិងអ្នកដំណើររហូតគឺគេចង់ឲ្យមានអ្នកមកយាមកន្លែងនេះជំនួសពួកគេទើបគេអាចទៅចាប់កំណើតថ្មីបានបើនៅតែបែបនេះអ្នកភូមិប្រកាសជាមានគ្រោះថ្នាក់ជាបន្តដោយជាមិនផុតនោះទេតាសាទក៏សួរម្ដងចឹងអ៊ំគិតចង់ធ្វើយ៉ាងម៉េចហើយពួកខ្ញុំអាចជួយអ្វីបានខ្លះអត់អ៊ំនិយាយមកតាវិនក៏និយាយបង្គាប់ចឹងពួកឯងនាំគ្នាចូលទៅក្នុងភូមិហើយឲ្យអ្នកភូមិរៀបចំបាយម្ហូបបង្អែមជាមួយនឹងធូបទៅទីកន្លែងនោះចាំអ៊ំទៅតាមក្រោយនិយាយរួចពួកគាត់ក៏ប្រញាប់ប្រញាល់ចេញទៅហើយអ្នកភូមិទាំងនោះក៏ដូចចិត្តតាទៀតពួកគាត់បានស្រោដៃគ្នាចាត់ចែងបាយម្ហូបនំណែកមិនឲ្យខ្វះនោះទេដើម្បីយកទៅទីទួលមួយនោះព្រោះពួកគាត់សប្បាយចិត្តខ្លាំងពេលដឹងថាមានអ្នកចេះចង់ជួយដោះទុក្ខធុរៈបែបនេះពេលដែលរៀបចំរួចរាល់ហើយតាវឿនបានរៀបចំពិធីរបស់គាត់ដើម្បីសូត្រមន្តឧទ្ទិសរបស់របរនំចំណីដែលមាននៅទីនោះឲ្យទៅវិញ្ញាណខ្មោចទាំងអស់ហើយនិយាយសុំដើម្បីឲ្យពួកគេទៅចាប់កំណើតថ្មីកុំឲ្យនៅអឡោះអាល័យទីកន្លែងនេះទៀតអីពេលធ្វើពិធីចប់សពគ្រប់ហើយអ្នកភូមិពួកគាត់ក៏មានការកក់ក្ដៅក្នុងចិត្តច្រើនហើយម្នាក់និយាយពីអរគុណទៅតាវឿននិងតាសឹងគ្រប់គ្នាអ្នកភូមិរៀងចំណាំម្នាក់បានសួរទៅកាន់តាវឿនថាលោកបងក៏ចង់នៅទីនេះដល់ពេលណាដែរតាវឿនតបថាស្អែកព្រឹកនេះពួកខ្ញុំត្រឡប់ទៅភូមិវិញហើយគាត់ក៏បញ្យល់ប្រាប់លោកតាម្នាក់នោះពីស្ថានភាពនៅក្នុងភូមិហើយនៅនិយាយគ្នាលេងបានមួយសន្ទុះទៅតារបស់យើងនាំគ្នាត្រឡប់ទៅរោងវិញនៅក្នុងថ្ងៃនោះមានអ្នកភូមិប្រុសស្រីប្រហែលជា 4-5 នាក់បានដើរសម្ដៅទៅកាន់រោងរបស់ពួកគាត់ហើយក្នុងដៃម្នាក់គឺមានកាន់មាន់បន្លែស្រូវអង្ករយកមកជូនពួកគាត់ទុកជាការអរគុណតាវឿនគាត់និយាយទាំងរៀងក្រែងចិត្តបងប្អូនចាំបាច់យកមកច្រើនបែបនេះធ្វើអីស្អែកពួកខ្ញុំទៅវិញហើយនឹងគាត់ព្យាយាមប្រកែកដែរប៉ុន្តែមិនអាចប្រកែកបាននៅទឹកចិត្តដ៏ល្អរបស់អ្នកភូមិរួចពួកគាត់ក៏នៅនិយាយគ្នាលេងមួយសន្ទុះធំទៅអ្នកភូមិលាតាត្រឡប់ទៅវិញហើយបានផ្ដាំតាវឿននិងតាថាចាំមើលពេលក្រោយបើសិនជាត្រូវឆ្លងកាត់ទីនេះកុំភ្លេចឆ្លៀតចូលលេងពួកគាត់ផងតាក៏ឆ្លើយយកព្រមហើយនៅក្នុងយប់នោះគាត់និយាយថាអ្វីគ្រប់យ៉ាងគឺធម្មតាមិនមានរឿងអ្វីកើតឡើងទៀតនោះទេលុះព្រឹកឡើងពួកគាត់ក៏នាំគ្នាចាក់ចេញពីទីនោះត្រឡប់ទៅភូមិវិញហើយ3ថ្ងៃក្រោយទៅបានមកដល់ភូមិហើយចំពោះរឿងរ៉ាវភូមិខ្មោចមួយនោះបើតាមពួកគាត់ដឹងចាប់តាំងពីពេលនោះមកគឺបានស្ងប់ស្ងាត់ហើយអ្នកភូមិគឺពិតជានឹកអរគុណដល់តាខ្លាំងណាស់ជាពិសេសគឺតាវឿនបើសិនជាមិនមានគាត់ទេក្នុងស្រុកភូមិមិនដឹងថាត្រូវរស់នៅភ័យខ្លាចដល់ពេលណានោះទេ
ហើយសាច់រឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសរាល់ពាក្យខុសឆ្គងនៅក្នុងអត្ថបទ